ឃើញខ្លោងទ្វារវត្តនេះហើយពុកម៉ែបងប្អូនអស់គ្នាមួយចំនួនលោកប្រកាសជាស្គាល់ក៏ប៉ុន្តែពុកម៉ែបងប្អូនមួយចំនួនទៀតលោកពិតជាមិនទាន់បានស្គាល់ទេបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំបាទសូមដល់អារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅលេងនៅ Coco Farm ឥឡូវមុននឹងដល់ទីតាំង Coco Farm ខ្ញុំបាទសូមប្រាប់ពីអាសយដ្ឋានសិនបាទ Coco Farm បាទគឺស្ថិតនៅស្រុកស្អាងខេត្តកណ្ដាលហើយយើងធ្វើដំណើរតាមផ្លូវជាតិលេខ21បាទដល់ស្ពានទី12ហួសប្រហែលជា10ម៉ែត្របងប្អូនមើលនៅស្ដាំដៃបាទបងប្អូននឹងឃើញវត្តមួយដែលមានឈ្មោះថាវត្តធន់មុនបងប្អូនកាច់ចូលតាមខ្លងទ្វារវត្តបន្តមកទៀតជីឲ្យត្រង់រហូតដល់ហួសវត្តមិនឆ្ងាយប្រហែលទេយើងនឹងឃើញ Coco Farm នៅខាងស្ដាំដៃបាទនៅពេលដែលយើងចូលទៅ Coco Farm បងប្អូនទាំងអស់គ្នាប្រកាសជាឃើញហើយបាទមានចំការដូងនៅសងខាងផ្លូវបាទឃើញថាសុទ្ធតែដូងតែម្ដងវិញបាទអង្គុយតែឆ្ងល់ថាចុះហេតុអីក៏គេមានប៉ុតដែកជំវិញដើមដូងអញ្ចឹងខ្ញុំឆ្ងល់ថាប្រហែលជាគេប៉ុតដើម្បីឲ្យដូងរៀងស្លីមដូចមនុស្សយើងស្លៀកពាក់កែនហើយមើលទៅមានអ្នកណាបាទសាប់ទៅសួរគេទៅបាទអ្នកដែលគេថែទាំនៅទីនោះគេប្រាប់ថាអត់ទេបងគេពាត់ដែកនេះដើម្បីកុំឲ្យកណ្ដុរឡើងស៊ីដូងតែអញ្ចឹងវិញទេ បាទហើយយើងធ្វើដំណើរតាមចំការដូងនេះទៅត្រង់បាទរហូតទៅដល់រង្វង់មូល Coco Farm បាទយើងនឹងធ្វើការបត់ទៅឆ្វេងដៃណាបាទបត់ទៅឆ្វេងដៃហើយយើងនឹងឃើញ Coco Farm នៅខាងមុខនេះតែម្ដងបាទហើយយើងឃើញហើយបាទនៅសងខាងផ្លូវមិនថាត្រង់ណាទេបាទគឺសុទ្ធតែដូងតែម្ដងហើយនេះគឺជាចំណតឡានពុកម៉ែបងប្អូនអរគ្នាហើយកុំឆ្ងល់ថាហេតុអីក៏ចំណតឡានក៏ស្ងាត់ម្លេះបាទមិនមែនទេបាទគឺចំណតឡានហ្នឹងគឺគេអត់ទាន់មកបាទដោយសារអីបាទខ្ញុំនេះអត់ដឹងថា Coco Farm ហ្នឹងគេបើកម៉ោងប៉ុន្មានបាទធាតុពិតជាក់ស្ដែងបាទគេបើកម៉ោង8ទៅម៉ោង9ហើយខ្ញុំនេះមើលដែរបាទតែអត់បានមើលម៉ោងបើកទេបាទ ពេលអញ្ចឹងទៅមានណាបាទអង្គុយចាំសិនដល់ឡើងម៉ោង7បាទហើយអង្គុយចាំឡើង1ម៉ោងជាងតែមិនអីទេបាទយើងឃើញថាទេសភាពស្អាតដែរបាទដើរថតលេចកើតជើងត្បូងអញ្ចឹងទៅបាទពេលអញ្ចឹងទៅក៏មិនសូវអោបសោកដែរព្រោះអីពេលព្រឹករៀងត្រជាក់ដែរបាទបើមើលដើមដូងបាទមើលក្រងមើលអីអញ្ចឹងទៅ អត់មានធុញអីបន្តិចទេបាទហើយកំពុងដើរលេងដើរថតដើរអីអញ្ចឹងណាសត្វបុគ្គលិកគេឃើញគេចេះតែមើលប្រហែលជាគាត់ឆ្ងល់ថាអីហើយអាប៉ែនេះអត់មើលម៉ោងទេអីម៉ោងហ្នឹងអត់ទាន់បើកទេណា បាទខ្ញុំនិយាយលេងណាបើសិនបុគ្គលិកខាង Coco Farm ឃើញអីកុំប្រកាន់អីបាទតែធាតពិតគឺអញ្ចឹងមែនខ្ញុំដើរថតបុគ្គលិកចេះមើលខ្ញុំហើយខ្ញុំនេះអត់ដឹងបាទឥឡូវយើងចាប់ផ្ដើមគេបើកហើយបាទយើងធ្វើការទិញសម្បត្តិហើយទិញសម្បត្តិហើយបាទក៏មានកូនឡានដ៏ខ្ជូតបាទជូនយើងចូលក្នុងកសិដ្ឋានហើយតម្លៃសម្បត្តិនេះដែរបាទគឺមនុស្សធំបាទគឺ10000រៀលហើយមនុស្សតូចកូនក្មេងហ្នឹងបាទគឺ5000រៀលហើយតម្លៃសម្បត្តិនេះយើងអាចយកទៅដូរជាមួយនឹងភេសជ្ជៈបាទឬមួយក៏យើងទៅដូរជាមួយការបាញ់ព្រួញបាទចូលមើលសត្វជីកង់ឬមួយក៏ជីរទេះភ្លើងអីចឹងណាដែលគេហៅថា Nori ឯងបុកម៉ែបងប្អូនអរគ្នាខ្ញុំអត់ចាំទេនេះរបស់ក្មេងលេងបាទឬមួយក៏យើងជីទូកលេងអីចឹងណាបាទហើយសម្រាប់ការមើលសត្វនេះដែរបាទសម្រាប់ច័ន្ទសុកគឺមានការចូល free ទេបាទតែបងប្អូនដល់ទៅថ្ងៃសៅរ៍ថ្ងៃអាទិត្យបាទគឺអស់លុយដូចខ្ញុំអញ្ចឹង តែខ្ញុំសំណាងដែរបាទបានដូរសម្បត្តិហើយយើងមើលទេសភាពបាទនៅជុំវិញនេះទៅបាទគឺមានអារម្មណ៍ថាគឺស្រស់ស្អាតតែម្ដងបាទមើលទៅលក្ខណៈមានគេហៅថាតោងបាទមានអូប័រមានអីចឹងណាបាទមើលទៅដូចអាចជានៅប្រទេសគេអីដែរបាទហើយចំពោះនេះគឺជាកញ្ចុះហូបបាយហូបអីបាទយើងមើលទៅដូចលក្ខណៈថាទំនើបតែម្ដងហើយឥឡូវនេះកំពុងអង្គុយគិតដែរថាគួរទៅណាមុនព្រោះអីដោយសារនៅកន្លែងសัตว์គេអត់ទាន់រៀបចំហើយឯងអញ្ចឹងក៏នឹកឃើញថាអូនាំកូនទៅលេងនៅ playground មុនក៏បានដែរ ហើយនេះផ្លូវចូលទៅ playground បាទគឺមានយុទ្ធការដ៏ធំមួយបាទហើយឥឡូវយើងនាំកូនទៅលេងសិននេះគឺជាកញ្ចុះអង្គុយហូបបាយបាទមានតែកញ្ចុះលើទឹកហើយនឹងកន្លែងអង្គុយនៅលើគុកនេះដែរប៉ុន្តែខ្ញុំអត់ដឹងថាតម្លៃប្រហែលទេពុកម៉ែបងប្អូនអរគ្នាបាទព្រោះដែរខ្ញុំគឺហូបបាយហើយមុននឹងទៅបាទហើយឥឡូវយើងយកកូនទៅលេងបាទ playground បាទវិការបាទគឺអត់ដែរលេងទេប្រមុនគឺខ្លាចតែឥឡូវអត់ទេឃើញរត់ចូលតែម្ដង បាទហើយនៅ Coco Farm នេះផងដែរបើសិនជាបងប្អូនមានកូនតូចបាទប្រកាសជាមិនខាតទេបាទគឺមានកន្លែងលេងបាទគឺច្រើនតែម្ដងបាទមិនថាកន្លែង playground មិនថាកន្លែងជីរទេះភ្លើងបាទកូនកង់កូនអីជាពិសេសបាទគឺមើលកូនសัตว์បាទកូនសัตว์គឺមានគ្រប់ប្រភេទតែម្ដងហើយដូចរីកាអីបាទពីមុនគឺអត់ដែរស្គាល់សัตว์ទេ
បាទទៅពេលខ្ញុំនាំដើរអញ្ចឹងទៅបាទចេះតែប្រាប់ថានេះសត្វនេះអីសត្វនោះអីឥឡូវគាត់ស្គាល់បានច្រើនបាទអញ្ចឹងយើងថាយើងចំណេញមែនតើហើយកន្លែងនេះខ្ញុំមានអារម្មណ៍ថាអាណិតកូនដែរបាទកូនចង់ទៅជិះកន្លែងនោះតែម៉ាក់គេអត់ដឹងហ៎បាទដើរចេញផុតកូនរត់តាមធៀបពិតគ្នាចង់ជិះឃើញកន្លែងហ្នឹងគឺអាណិតមែនតើតែម្ដងបាទហើយនៅក្នុង playground នេះដែរបាទគឺមានកូនផ្ទះជនជាតិតូចមួយដែរបាទសម្រាប់ឲ្យកូនតូចកូនក្មេងអីឡើងទៅលេងអញ្ចឹងណាហើយកន្លែង playground នេះដែរបងប្អូនទាំងអស់គ្នាបាទគឺមានកម្រិតគឺថាទីធ្លាធំបាទហើយការរបស់លេងហ្នឹងគឺរៀងនៅคลิกគ្នារៀងឆ្ងាយដែរបាទគឺអញ្ចឹងយើងត្រូវការដើរទៅលេងបាទហើយណាមួយបាទខ្ញុំធ្វើដំណើរទៅពេលព្រឹកគឺអត់សូវមានបងប្អូនគាត់ទៅលេងច្រើនទេដោយសារបងប្អូនគាត់ទៅលេងក្នុងម៉ោង11 12អីអញ្ចឹងទៅបាទច្រើនណាបាទតែសម្រាប់ខ្ញុំបាទគឺខ្ញុំទៅម៉ោង8ព្រឹកដល់ម៉ោង7បាទម៉ោង8គេបើកហើយឥឡូវនេះយើងឃើញថាកន្លែងសួនសត្វក៏គេរៀបចំអាចជារៀបចំហើយអញ្ចឹងយើងធ្វើដំណើរទៅសួនសត្វទាំងអស់គ្នាហើយនៅតាមផ្លូវនេះដែរយើងឃើញហើយបាទមានទាំងពីរសប្តាហ៍កន្លែងជួលកង់ជួលអីអញ្ចឹងណាហើយនេះបាទរទេះភ្លើងវែងបាទខ្ញុំថាខុសត្រូវទេបាទព្រោះដោយសារខ្ញុំក្មេងស្គាល់តែកតើបស្លាអស់បាទអស់ម្នាក់ជិះម្នាក់អញ្ចឹងទៅបាទឥឡូវគេទំនើបអញ្ចឹងទៅក្មេងៗបាទអញ្ចឹងទៅចាស់មិនសូវស្គាល់ប្រហែលទេបាទឥឡូវនេះយើងមកដល់កន្លែងសួនសត្វហើយពុកម៉ែបងប្អូនអរគ្នាយើងចូលទៅយកសបុតទៅដូរបាទសបុតដែលយើងទិញនៅខាងមុខហ្នឹងណាបាទយកទៅដូរកន្លែងសួនសត្វហ្នឹងបច្ចៈបាទថ្ងៃស្អែកថ្ងៃអាទិត្យបាទគឺទៅអស់លុយបាទកន្លែងសួនសត្វតែបើច័ន្ទសុក្របាទគឺ free តែម្ដងហើយឥឡូវនេះយើងចូលទៅមើលសត្វដំបងគេបាទគឺសត្វកង្កោកហើយចេញពីសត្វកង្កោកទៅបាទគឺកូនគាត់លួចមើលពពូកំពុងតែងូតទឹកឲ្យសេះណាបាទតោងឡើងស្អិតតែម្ដងបាទឡើងខ្លួនឯងហើយបន្តទៅទៀតយើងមើលព្រាបហើយព្រាបនេះបាទគឺធំចង់ប្រហាក់នឹងមន់ដែរបាទហើយមានច្រើនពណ៌បាទមានពណ៌ហើយនិយាយពីផ្ទះរបស់គេបាទនិយាយថាស្អាតតែម្ដងបាទពណ៌និយាយថាចែងចាំងបាទមានខ្សឹងគ្រប់ពណ៌បាទហើយបន្ទាប់ពីយើងចេញពីមើលកន្លែងព្រាបហើយបាទយើងចូលទៅមើលកន្លែងសេះបាទសេះហ្នឹងគឺសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចូលទៅជីអីចឹងណាបាទហើយនេះគឺជាមបាទហើយនឹងប៉ប៉ែហើយបន្តមកទៀតបាទយើងចូលទៅកន្លែងត្រីពុកម៉ែបងប្អូនគ្នាខ្ញុំនិយាយរឿងលឿនតិចដោយសារវីដេអូនេះខ្ញុំបានផុសខ្លីៗមុនហើយដែរហើយនេះគឺជាសត្វបង្គោលយក្សបាទសត្វបង្គោលយក្សហ្នឹងគឺស្អាតតែម្ដងពុកម៉ែបងប្អូនគ្នាដូចងូតទឹកហើយចឹងណាហើយកន្លែងត្រីខយនេះពុកម៉ែបងប្អូនគ្នាគ្រាន់តែតម្លាក់ចំណៃមកភ្លាមនិយាយថាអូចូលមកឡើងច្រើនតែម្ដងបាទមកស៊ីហើយស្អាតធំអញ្ចឹងបាទហើយចំណីត្រីនេះផងដែរបាទគឺយើងទិញនៅក្នុង Coco Farm នេះឯងបាទបន្ទាប់ពីចេញពីកន្លែងត្រីបាទគឺយើងចូលទៅកន្លែងទន្សាយនិងកន្លែងកណ្ដុរហើយកន្លែងត្រង់នោះបាទគឺជាកណ្ដុរដែលគេថាកំពុងតែគេឆ្លងទន្លេយកឆ្លងទន្លេបាទកណ្ដុរដែលមានកូនទូចគឺចាប់បែកសិនអញ្ចឹងណាបាទហើយឥឡូវយើងមកធ្វើការដាក់ចំណីឲ្យកណ្ដុរសិនហើយនឹងទន្សាយបាទហើយចំណីបាទបច្ចៈមកកញ្ចប់1000បាទហើយយើងទិញមកកញ្ចប់អីចឹងទៅបាទបងប្អូនមានថវិកាទិញពី3 4កញ្ចប់អីចឹងណាបាទដាក់ឲ្យទៅបាទគឺរត់ចូលមកតែម្ដងបាទគឺច្រើនណាស់បាទហើយដូចបានឃើញចឹងបងប្អូនអរគ្នាឃើញទេបាទគេចាប់ត្រង់ចឹងដោយសារកូននៅទូចបាទហើយមានកូនតែមួយទេបងប្អូនអរគ្នាគាត់ថាយ៉ាងច្រើនគឺមាន2អីចឹងទៅបាទខ្ញុំស្មានតែកូនកដុរច្រើនដូចកូនកដុរយើងអីចឹងណាបាទមានណាគាត់ថាមានតែមួយច្រើនផុតគឺ2តែម្ដងហើយឥឡូវយើងមកចូលជាមួយអណ្ដើកបាទអណ្ដើកគឺស្អាតធំណាស់បាទហើយចេញពីអណ្ដើកទៅបាទគឺយើងមកកន្លែងគេហៅនេះគេហៅថាសត្វសេកAmazon បាទហើយបន្ទាប់ពីចេញពីសត្វសេកAmazonហ្នឹងហើយយើងមកកន្លែងកសិដ្ឋានទូចមួយបាទដែលមានសត្វចិញ្ចឹមទូចបាទគឺស្អាតតែម្ដងបាទចេះមកកន្លែងលេងបាទមកស៊ីចំណីលើដៃយើងបាទមើលទៅកន្លែងនេះគឺគ្រាន់តែមើលទៅគឺមានអារម្មណ៍សប្បាយចិត្តតែម្ដងបាទធ្លាប់តែសត្វទីធម្មតាឃើញមនុស្សខ្លាចណាដែលនេះអត់ខ្លាចទេបាទគឺមកហូបចំណីហូបអីហ្នឹងជុំគ្នាតែម្ដងហើយមកទុំលើដៃយើងអញ្ចឹងទៀតបាទហើយចំណីនេះបាទគឺមិនមែនជាចំណីពោតចំណីអីទេបាទគឺចំណីផ្កាស្មៅបាទហើយមកកញ្ចប់1000ដូចគ្នាហើយនេះគឺឃើញខ្ញុំពាក់អាវមានផ្កាហ្នឹងណាបាទគេស្មានតែមានផ្កាមែនតែនបាទគេខំក្រេបយកលំអងផ្កាហ្នឹងបាទនៅលើដៃហ្នឹងអត់មានតាណាតណីទេហើយមិននឹកស្មានថាចាញ់បោកខ្ញុំសោះសត្វសេកចាញ់បោកមនុស្សបាទហើយនេះមានដើមឈើបាទដើមឈើហ្នឹងគឺធ្វើសម្រាប់ឲ្យសត្វបាទគឺទុំនៅលើដើមឈើហ្នឹងមើលទៅដូចនៅក្នុងព្រៃណាពួកបងប្អូនអរគ្នាបាទឃើញទេអត់មានដាច់អាឡ័យពីអាវខ្ញុំទេបាទគឺមកក្រេបបញ្ជក់នឹងអាវនឹងតែម្ដង
ហើយឥឡូវនេះបាទគឺចេញពីកន្លែងសัตว์សេកហើយយើងមកដល់កន្លែងសัตว์អូទ្រីបាទអូទ្រីហ្នឹងធំមែនតើហើយកន្លែងនេះខ្ញុំភ្ញាក់ឥឡូវតែនិយាយជាមួយពូគាត់មើលថែបាទបានមើលដល់កលេចមកខាងនេះបោកវែកដាក់ប៉ុន្តែណៃបន្ទាប់ពីចេញពីអូទ្រីបាទគឺយើងមកមើលកន្លែងមន់បាទចេញពីមន់មកបាទយើងមើលសត្វឆ្លុះបាទហើយបន្ទាប់ពីឆ្លុះមកគឺសត្វពពែបាទសត្វពពែហើយកន្លែងពពែហ្នឹងបាទគឺអាកូនទូចនេះបាទគឺដើរពេញទឹកពេញដីព្រោះដោយសារ slot អត់មានធ្វើអីទេអាចងែលេងបានជាមួយព្រាបអីចឹងណាហើយនេះគឺជាសត្វកេងកងបាទសត្វកេងកងគឺអត់មានហៅទៅណាទេបាទគឺនៅតែនៅទុំនៅនឹងឯងបាទហើយនោះគេហៅថាទាកុកងឺបាទគឺទាចិនណាបាទបន្ទាប់ពីចេញពីទាកុកងឺមកបាទយើងចូលមកកន្លែង store room នេះបាទមិនដឹងថាគេហៅស្អីទេបាទខ្ញុំចេះតែហៅទៅបាទគឺមានសម្ភារៈបាទបុរាណជាច្រើនដាក់តាំងបាទនៅតាមជញ្ជាំងណាបាទដូចនៅក្នុងដែលវីដេអូដែលខ្ញុំបានថតឲ្យពួកបងប្អូនមើលចឹងឯងបាទខ្ញុំរៀបរាប់បានអស់ទេបាទហើយបើសិនជាបងប្អូនចង់ជ្រាបច្បាស់បាទទៅទស្សនាខ្លួនឯងក៏បានដែរទៅខ្លួនឯងល្អជាងខ្ញុំទៀតបាទហើយបងប្អូនដែលចង់ទៅទស្សនាបាទពេលខ្លះ search មើលសិនទៅបាទកុំឲ្យខាតដូចខ្ញុំអញ្ចឹងគឺខាតអាសាអីអត់បានទៅកន្លែងដំបងយៈបងប្អូនអរគ្នាហើយនៅកន្លែងទឹកធ្លាក់ហើយពេលអញ្ចឹងទៅក៏នឹកឃើញថាស្ដាយមែនតែនរវល់តែកូនគេងកូនរឿងគេងខ្ញុំបាននឹកឃើញទេមកដល់ផ្ទះបាននឹកឃើញបាទអញ្ចឹងគឺស្ដាយមែនតែនគង់មានលើកក្រោយទៅទៀតទេបាទណាមួយទីតាំងចិត្តដែរបាទឲ្យតែមានឱកាសល្អបាទនឹងទៅម្ដងទៀតហើយនេះគឺជាសេះបាទដែលសម្រាប់យកទៅឲ្យពុកម៉ែបងប្អូនបាទជីកលេងអញ្ចឹងណាបាទហើយសេះហ្នឹងគឺខ្ញុំសួរដែរថាខ្ញុំអាចជិះបានអត់សួរគាត់លេងចឹងទេបាទគាត់ឆ្លើយថាក៏លោបងឯងជាតិកើតទេបងអើយព្រោះសេះគេហ្នឹងសេះញីទេបាទសេះឈ្មោលតាំងពីម្សិលមិញគាត់ផ្លាស់វេនគ្នាអញ្ចឹងណាឧទាហរណ៍ថាថ្ងៃហ្នឹងសេះមេអញ្ចឹងទៅស្អែកសេះឈ្មោលអញ្ចឹងណាពួកម៉ែបងប្អូនអរគ្នាហើយឥឡូវនេះយើងមកដល់កន្លែងបាញ់ព្រួយនេះបាទកន្លែងបាញ់ព្រួយហ្នឹងគឺបងប្អូនអរគ្នាមួយឈុត10000រៀលបាទហើយអាចយកសវត្ថដោក៏បានដែរបាទមាន12ព្រួយហើយខ្ញុំនេះបាទខ្ញុំចង់បាញ់ដែរបាទមើលទៅតំណងបាទហើយចំណែកឯបុគ្គលិកនៅ Coco Farm ផងដែរបាទគឺការរុះរាយរាក់ទាក់បាទមានតំណែងល្អណាស់បងប្អូនអរគ្នាហើយដូចឃើញយកធ្នូទៅបាញ់អញ្ចឹងណាកុំគិតថាអូអត់ចេះបាញ់អីបាទគឺយើងទៅបាទគឺមានបុគ្គលិកនៅទីនឹងគាត់បង្ហាត់បង្រៀនយើងបាញ់ដែរអញ្ចឹងណាគាត់ថាយើងចេះហ្នឹងបាញ់ត្រង់ឬក៏អត់បាទអាហ្នឹងអាស្រ័យលើយើងអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាបាទហើយខ្ញុំនេះមានណាមុនដំបូងដូចឆ្កំឆ្កងណាហើយវាកាន់អញ្ចឹងទៅបាញ់មានត្រូវណាពុកម៉ែបងប្អូនអរគ្នាត្រូវតែច្បើងហ្នឹងត្រូវតែច្បើង12គ្រាប់ស្តេស្អាតតែហ្មងហើយមានបងប្រុសគាត់ថាគាត់24គ្រាប់បាទគាត់ទៅ12គ្រាប់ទេអានឹងបានន័យថាបើសិនជាពុកម៉ែបងប្អូនគាត់ធ្លាប់បាញ់ណាបាទគឺបាញ់ត្រង់ហើយបាទសម្រាប់លោកខ្ញុំលើកទី1អញ្ចឹងបាទគឺរៀងពិបាកបន្តិចបាទឥឡូវយើងមកចូលកន្លែងបាទការតាំងបាទជាមួយនឹងគេហៅថាកង់បែបលក្ខណៈបុរាណសម័យមុនអីចឹងណាពុកម៉ែបងប្អូនគ្នាបាទហើយមានច្រើនណាមានទាំងម៉ូតូក្រោមបាទមាននឹងកង់នៅខាងលើបាទហើយខ្ញុំដើរមើលច្រើនមើលទៅឃើញស្អាតណាស់បាទជាពិសេសខ្ញុំស្រឡាញ់ជាងគេឡាននេះបាទគឺស្រឡាញ់តែម្ដងបាទហើយអានេះគេហៅថាឆែកកែណាហើយខ្ញុំចេះថាទៅបាទដឹងត្រូវខុសទេហើយនេះគឺជាទូកនាគបាទបុរាណចិនណាពុកម៉ែបងប្អូនគ្នាប៉ុន្តែខ្ញុំមិនដឹងថាគឺធ្វើពីអំពីអីទេបាទឥឡូវនេះយើងធ្វើដំណើរទៅជាន់ខាងលើបាទខាងលើហ្នឹងគឺមានការដាក់តាំងជាមួយនឹងកង់ម៉ូតូបាទមានលក្ខណៈវត្ថុបុរាណផ្សេងរូបចម្លាក់អីចឹងណាបាទគឺមានដូចខាងក្រោមដែរគ្រាន់ថារៀងមានរូបចម្លាក់បាទនៅខាងក្រោមអត់មានរូបចម្លាក់ទេមានតែលក្ខណៈកង់ឬក៏ម៉ូតូទេបាទនៅខាងលើបាទដូចខ្ញុំបានថតឲ្យមើលអញ្ចឹងបងប្អូនអរគ្នាបាទគឺមានសពគ្រប់បែបយ៉ាងតែម្ដងហើយនេះគឺស្អាតណាមានថោបាទមានក្តាន់បាទហើយដើមឈើហ្នឹងគឺដើមឈើបែបមិនទេខ្ញុំអត់យល់ដែរបងប្អូនអរគ្នាកពេកកពកហ្នឹងបាទហើយហ្នឹងមានទេវតាចិនអីចឹងទៅបាទនេះតួឯកក្នុងរឿងបាទតួឯកយើងណាបាទនេះគឺក្បាលឥន្ទ្រីបាទហើយជាមួយនឹងសមែលខ្ញុំហៅសមែលបាទបងប្អូនអរគ្នាហៅអីគេកែវយិតទេបាទនឹងកែវយិតនឹងសមែលនឹងខុសគ្នាបែបម៉េចបងប្អូនអរគ្នាបាទដឹងជួយប្រាប់ខ្ញុំផងហើយនេះគឺជារូបគំនូបាទហើយនេះគឺខ្យងបាទខ្យងធ្វើអំពីឈើបាទរូបគំនូផុសនៅក្នុងជញ្ជាំងនៅលើជញ្ជាំងហ្នឹងបាទមិនដឹងថាគេធ្វើពីអីដែរណាបងប្អូនអរគ្នាខ្ញុំអត់
អត់បានច្បាស់អញ្ចឹងហើយមានតែពាក្យថាសូមអធិស្ឋានផងដែរព្រោះខ្ញុំជាអ្នកដូចនិយាយអញ្ចឹងជាអ្នកធ្វើដំណើរទេបាទទៅដើរលេងទេបាទអត់មានអ្នកគេថាស្រាវជ្រាវអីទេបងប្អូនអរគ្នាអើយបាទអញ្ចឹងមេត្តាខន្តីនឹងអធិស្ឋានផងហើយឥឡូវនេះយើងដូចខ្ញុំនិយាយអញ្ចឹងបាទដល់ម៉ោងកូនគេងហ៊ានបានដើរលេងបន្តទេនឹងត្រឡប់ទៅវិញហើយខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាមានការខុសឆ្គងអីបាទសូមមេត្តាខន្តីនិងអភ័យទោសរបស់ខ្ញុំបាទផងហើយសង្ឃឹមថាលើកក្រោយខ្ញុំនឹងមក Coco Farm នេះម្ដងទៀតហើយខ្ញុំនៅមានវីដេអូជាច្រើនទៀតបាទសម្រាប់កន្លែងដើរលេងកម្សាន្តផ្សេងទៀតណាពួកបងប្អូនអរគ្នាបាទកុំភ្លេចចូលរួមទស្សនាក៏ដូចជាចុចតាមដានខ្ញុំម្នាក់មួយផងបាទជួបខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណសូមជម្រាបលាបាយបាយ